តារាពិតជាជោគជ័យហើយថ្ងៃនេះឯងគួរតែលើកកែវជូនប៉ានឹងម៉ាក់មិនអីទេដរាបណាកូនយើងល្អកូនប្រុសឯងជំពាក់រឿងនេះទាំងអស់ទៅឪពុកឯងនិងសែនដ៏ល្អឥតខ្ចោះរបស់ខ្ញុំមិនមែនម៉ាក់ឯងទេនាងគ្មានសង្ឃឹមទេហាហាអូសុំទោសដែលមកយឺតមីងស្រីពេជ្រមកអង្គុយនេះឲ្យលឿនទៅអង្គុយទីនោះទៅចោលទៅវុធីខ្ញុំអង្គុយកន្លែងណាក៏បានស្រីលាក់ចិត្តតូចណាស់កុំឲ្យកៅអីនាំឲ្យឆ្លោះគ្នានាងនឹងធ្វើអីទៅអង្គុយទីនោះអញ្ចឹងឯងចង់ឲ្យខ្ញុំឲ្យកៅអីខ្ញុំទៅនាងឈប់និយាយរឿងឥតប្រយោជន៍ពេលខ្ញុំប្រាប់ឯងឲ្យរើឯងត្រូវតែរើវុធី20ឆ្នាំខ្ញុំបានធ្វើអ្វីតាមពាក្យឯងថ្ងៃនេះនៅមុខមិត្តភ័ក្តិទាំងអស់នេះឯងប្រាប់ឲ្យខ្ញុំទៅអង្គុយកន្លែងនាងមនុស្សដែលមិនដឹងអាចគិតថាស្រីពេជ្រជាប្រពន្ធថែងនិយាយសារម្ដងទៀតមើលខ្ញុំចិញ្ចឹមឯងខ្ញុំដាក់សម្លៀកបំពាក់ឲ្យឯងហើយឥឡូវឯងមិនស្ដាប់សំបីអ្នកបម្រើក៏មានប្រាក់ខែដែរខ្ញុំបានបម្រើគ្រួសារនេះ20ឆ្នាំពេញចុះមនុស្សចាស់ចិញ្ចឹមកូនហើយចុងក្រោយឯងហៅខ្ញុំថាជាអ្នកស៊ីអេតតំណែងពុទ្ធីតើឯងគិតយ៉ាងម៉េចបន្តនិយាយថ្ងៃនេះខ្ញុំនឹងវាយឯងឲ្យសពហឹមខ្ញុំប្រព្រឹត្តឯងដោយការគោរពហើយឯងបោះចោលឈប់ទៅឈប់នាងមិនយល់ទេហើយឯងក៏មិនយល់ដែរមិត្តភ័ក្តិយើងនៅទីនេះតើឯងអាចជួយខ្ញុំមួយនេះបានទេប៉ាផ្ទះមុខល្អណាស់ផ្ទះមុខនោះពិតជាធ្វើឲ្យខ្ញុំភ្ញាក់ពុទ្ធីខ្ញុំលែងជាប់ជាមួយឯងហើយម៉ាក់តារាថ្ងៃនេះជាថ្ងៃសំខាន់របស់ឯងម៉ាក់មិនគួរបង្ករឿងទេទុកឲ្យនាងទៅបើគ្មានខ្ញុំនាងនឹងឃើញថានាងគ្មានតម្លៃអីពីនេះទៅថែរក្សាខ្លួនឯងឲ្យបានល្អ$825រស់នៅទីនោះអស់20ឆ្នាំហើយនេះជាអ្វីដែលខ្ញុំបានយកចេញមកទាំងអស់មុខថ្មីរើចេញសុំទោសខ្ញុំនឹងរើបន្តិចកន្លែងនេះមិនមែនសម្រាប់អ្នកណាក៏បានទេអ្នកលក់អីបាយគុយទាវឆាពងទាទើបធ្វើថ្មីបើខ្ញុំមិនអាចលក់វាបានយប់នេះទេខ្ញុំនឹងមិនអាចសងបន្ទប់បានទេនាងសុំមួយឈុតគុយទាវឆាបាទសូមរងចាំបន្តិចញ៉ាំវាពេលវានៅក្តៅឆ្ងាញ់មែនទេទុកលុយហួសបន្តិចច្រើនពេកហើយសវណ្ណខ្ញុំគិតតែតម្លៃពិតប្រាកដប៉ុណ្ណោះ$8ហើយនេះជាលុយដូរ$2នាងសុំដូចអ្នកនោះផងបាទ$8មួយឈុតខ្ញុំក៏យកមួយឈុតដែរវាសនាហេតុអ្វីបានឯងហៅខ្ញុំឯងធ្វើអីគេពុទ្ធីហៅខ្ញុំថាឯងរត់ចេញមកឯងអាយុជាង40ហើយណាឯងរឿងអីច្រើនម៉េចវាសនាខ្ញុំមិនមែនរឿងច្រើនទេគឺគាត់ពុទ្ធីមានរឿងអីគាត់រកលុយចិញ្ចឹមគ្រួសារគាត់មិនទៅរកស្រីមិនលេងល្បែងឯងចង់បានអីទៀតឯងគិតថាទៅរកអ្នកផ្សេងប្រសើរជាងគាត់ទេស្រីនាងខ្ញុំមិនចង់រកអ្នកផ្សេងទេខ្ញុំគ្រាន់តែមិនចង់នៅជាមួយគាត់ទៀតទេមិនចង់ឯងអាយុប៉ុន្មានហើយស្រីអាយុជាង40លែងលេះមិនខ្មាស់គេទេខ្មាស់ខ្ញុំផងដែរវាសនាគាត់វាខ្ញុំវាឯងអីក៏អីប្តីប្រពន្ធឆ្លោះគ្នាវាធម្មតាទ្រាំទៅចុះមិនទ្រាំស្ដាប់ខ្ញុំស្រីលាក់បែងហ៊ានលែងលេះឯងគ្មានកន្លែងនៅផ្ទះទេកូនស្រីរៀបការហើយមិនមែនជាកូនគេទៀតទេបើឯងត្រឡប់មកវិញមើលទៅយ៉ាងម៉េចទៅសុំទោសវុធីឥឡូវនេះរួចហើយកុំឲ្យខ្ញុំខ្មាស់គេទៀតម្ហូបគុយទាវឆាមួយហឹរបន្ថែមបាទចាំបន្តិច
អស់អ្នករាល់គ្នាសូមចេញទៅឈប់តម្រៀបគ្នាសិនបិទថ្ងៃនេះទៅមានគេត្អូញថាឯងលក់ដូរតាមផ្លូវដោយគ្មានអាជ្ញាប័ណ្ណវាប៉ះពាល់អាជីវកម្មអ្នកផ្សេងខ្ញុំទៅតែចាប់ផ្ដើមតូបលក់ដូរពីម្សិលមិញទេខ្ញុំមិនស្គាល់គោលការណ៍ទេសូមធ្វើការលើកលែងឲ្យផងនេះជារបៀបដែលខ្ញុំចិញ្ចឹមជីវិតមិនមែនខ្ញុំអយុត្តិធម៌ទេមនុស្សជាច្រើនបានទូរស័ព្ទមកតវ៉ាពីអ្នកណាប្រាប់មិនបានទេកុំបើកតូបលក់យប់នេះមួយសិនបានអត់ចាំលិខិតអនុញ្ញាតរបស់អ្នករួចសិនទើបតែបើកតូបមួយថ្ងៃមានគេចាប់ភ្នែកដាក់អ្នកហើយអ្នកមិនឈប់គិតមើលមូលហេតុទេហុំអ្នកកំពុងដកហូតចិញ្ចឹមជីវិតគេឯងពិតណាស់គេតាមដានអ្នកនិយាយអីដែលឯងចង់និយាយមកចិនធូខ្ញុំទើបតែមកដល់ពីម្សិលមិញទេតើខ្ញុំធ្វើអីឲ្យអ្នកខឹងតាំងពីអ្នកមកកន្លែងខ្ញុំអតិថិជនទាំងអស់ទៅរកអ្នកបើនឹងមិនមែនធ្វើឲ្យខ្ញុំខឹងទេគឺអីអតិថិជនមកដោយខ្លួនឯងគេមកដោយសារក្លិននឹងមិនមែនលួចទេខ្ញុំសុំនិយាយបន្តិចត្រូវត្រង់គឺត្រូវត្រង់ម្ហូបគេស្អាតនិងឆ្ងាញ់ខ្ញុំចូលចិត្តញ៉ាំនៅទីនេះកុំគៀបសង្កត់អ្នកមកថ្មីគាត់មិនបានបិទផ្លូវឬដេញអតិថិជនទេយើងមកទីនេះដោយខ្លួនឯងវាតាក់ទងអីនឹងអ្នកអញ្ចឹងយកលិខិតអនុញ្ញាតលក់ដូរឲ្យបានមុនយប់ស្អែកបើមានពាក្យបណ្ដឹងទៀតខ្ញុំមិនអាចការពារអ្នកបានទេឯងមានអ្វីនឹងប្រក្រតីម្លេះវាគ្រាន់តែមីបន្តិចប៉ុណ្ណោះអ្នកណាក៏ធ្វើបានដែរហើយអ្នកក៏មិនទាន់មានលិខិតអនុញ្ញាតដែរចាំមើលថាតើអ្នកអាចបើកតូបលក់នៅថ្ងៃស្អែកបានទេស្រីលាក់ធ្វើម្ហូបថែមខ្លះយប់នេះផងតើអ្នកចង់បានអីធ្វើអីដែលឯងជំនាញគឺបានខ្ញុំនឹងធ្វើសាច់គោជាមួយស្លឹកជីឲ្យអ្នកនិងសាច់ជ្រូកឆាំទេនិងស៊ុតចៀនឆាស្លឹកបន្លែខ្លះតើគ្រប់ទេគ្រប់ហើយសាច់គោនេះអ្នកស្រីលោកស្រីរៀនធ្វើម្ហូបយ៉ាងម៉េចបានល្អម្លេះគ្មានអាចកំបាំងអីទេគ្រាន់តែចេះដៃបន្ទាប់ពី20ឆ្នាំខ្ញុំធ្លាប់ធ្វើម្ហូបរាល់អាហារនៅផ្ទះគ្មាននរណាម្នាក់ធ្លាប់និយាយថាវាល្អទេប៉ុន្តែថ្ងៃនេះអ្នកទាំងអស់គ្នាពិតជាចូលចិត្តវាណាស់នេះធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់រសជាតិយ៉ាងម៉េចបងសាកមើលដោយខ្លួនឯងអ្នកស្រីម្ហូបទាំងនោះដែលគេទើបតែញ៉ាំខ្ញុំក៏យកមួយមុខដែរខ្ញុំយកសាច់គោជាមួយស្លឹកជីអ្នកស្រីសាច់ជ្រូកឆាំទេសមួយនៅទីនេះដែរខ្ញុំឆ្អែតហើយអ្នកស្រីគួរឲ្យស្ដាយណាស់ដែលអ្នកស្រីមិនបើកភោជនីយដ្ឋានជាមួយជំនាញបែបនេះលោកស្រីខ្ញុំបើកម៉ូតូមកពីក្រោយធ្វើការភ្លាមដោយធម្មតាសាច់ជ្រូកឆាំទេសធ្វើមួយចំណែកធំយល់ហើយលោកស្រីតើនៅមានសាច់គោឆាជីវពីម្សិលមិញទេប្រេងតិចអំបិលតិចខ្ញុំចាំអ្នកចាំមែនទេបន្ទាប់ពីញ៉ាំនេះមួយរយៈអ្នកចាប់ផ្ដើមចង់ញ៉ាំវាមិនដឹងមូលហេតុទេវាគ្រាន់តែខុសពីកន្លែងផ្សេងខុសម៉េចគ្រាន់តែប្រេងច្រើនទេប្រេងច្រើនមិនដែលធ្វើឲ្យម្ហូបខូចទេអ្នកណាក៏ធ្វើបានដែរប្រេងប៉ុន្មានភ្លើងខ្លាំងប៉ុណ្ណាពេលណាដាក់ចូលឆ្នាំងរសជាតិខុសគ្នារាល់ដងទាំងព្រឹកទាំងល្ងាចអ្នកធ្វើម្ហូបអស់ច្រើនឆ្នាំហើយអ្នកដឹងជាងខ្ញុំអ្នកដឹងអ្នកណាធ្វើទេហេតុអ្វីអ្នកមិននិយាយជាមួយនាងនិយាយបញ្ចប់ជាមួយនាងអុបមាថានាងទទួលស្គាល់បន្ទាប់មកអីខ្ញុំកំពុងធ្វើអាជីវកម្មម្ហូបនៅទីនេះមិនអាចទុកអតិថិជនចាំយូរទេសាច់ជ្រូកស្មើ2ផោនមានខ្លាញ់ខ្លះយើងអស់ហើយតើមានសាច់ព្យួរនៅទីនោះច្រើនដុំទេគេយកអស់ហើយកុំសួរយើងអស់ហើយកុំមកទៀតខ្ញុំប្រាប់អ្នកឲ្យដឹងមានគេប្រាប់ឲ្យធ្វើបែបនេះគឺប្តីរបស់អ្នកគាត់មិនឲ្យខ្ញុំរស់ទេ
ប៉ុន្តែខ្ញុំនឹងរស់គាត់មិនឲ្យខ្ញុំរស់ទេប៉ុន្តែខ្ញុំនឹងរស់ដើម្បីបង្ហាញគាត់ លោកស្រីខ្ញុំបារម្ភថាខ្ញុំមិនបានញ៉ាំម្ហូបរបស់អ្នកថ្ងៃនេះ តារាបណាអ្នកចង់ញ៉ាំខ្ញុំនៅទីនេះ រសជាតិដូចរាល់ដងឆ្ងាញ់ណាស់លោកស្រីសាច់ជ្រូកឆាំទេស2ឈុតយកទៅផ្ទះតម្រង់ជួរតូបនេះបើមកយឺតអ្នកនឹងខកខាន មានកន្លះក្នុងចានខ្ញុំមើលអ្នកលក់គួរឲ្យសង្ស័យនេះនោះមិនមែនមកពីឆ្នាំងខ្ញុំទេបើដូច្នេះវារបស់នរណាអ្នកគឺជាអ្នកធ្វើម្ហូបនេះតែម្នាក់គត់ខ្ញុំកំពុងញ៉ាំពាក់កណ្ដាលទៅឃើញវាស្អប់ខ្ពើមណាស់មើលកន្លះនេះគ្មានប្រេងនៅលើវាទេឆ្នាំងខ្ញុំក្តៅខ្លាំងណាស់ប្រសិនបើវាត្រូវបានឆាជាមួយម្ហូបខ្ញុំវានឹងរួញអស់ទៅហើយ ត្រូវហើយជើងនៅដដែលវាមិនដែលប៉ះខ្ទះទេនាងផ្ទាល់ប្រហែលជាទម្លាក់វាចូលហើយនាងបន្ទោសម្ចាស់ហាង អ្នកណាទម្លាក់វាលេចចេញមកពេលខ្ញុំញ៉ាំបានពាក់កណ្ដាលសុំទោសឈប់រិះគន់នាងទៅ ទុកឲ្យនាងនៅម្នាក់ឯង ខ្ញុំខុសហើយឲ្យនាងទៅលើកក្រោយបើចង់បង្កើតករណីអ្នកណាម្នាក់ចាំថាត្រូវឆាកន្លះមុនសិន ស្រីលក្ខអាយុឯងហើយមកដល់រឿងនេះឬមិនខ្មាស់អីទៅ ខ្មាស់អ្វីខ្ញុំរកស៊ីតាមជំនាញរបស់ខ្ញុំ អ្នកណានឹងនាងរកស៊ីតាមជំនាញរបស់នាងតើវាធ្វើឲ្យឯងខ្មាស់យ៉ាងម៉េចនាងជាប្រពន្ធខ្ញុំនាងមានជីវិតល្អនៅផ្ទះតែនាងទូចង់លក់ដូរខ្ញុំផ្គត់ផ្គង់អ្វីឲ្យនាងទាំងអស់នាងមិនចង់បាននឹងទេបើនឹងមិនមែនជាការរំខានតើអ្វីទៅឯងផ្គត់ផ្គង់ខ្ញុំឬពុទ្ធី2ឆ្នាំដែលឪពុកឯងដេកលើគ្រែអ្នកណាជាអ្នកសម្អាតគាត់អស់20ឆ្នាំខ្ញុំធ្វើបាយឲ្យឯងប៉ុន្មានពេលខ្ញុំបោកខោអាវឲ្យឯងប៉ុន្មានដងហើយឯងថានឹងជាការស៊ីឈ្នួលគេខ្ញុំធ្វើការហត់នឿយដើម្បីទ្រទ្រង់គ្រួសារតែនឹងមិនមែនជាកាត់ប្រកិច្ចរបស់ឯងទេស្ត្រីណាមិនធ្វើនឹង អញ្ចឹងប្រាប់ខ្ញុំមកតើប្តីបែបណានៅមុខមនុស្សពេញបន្ទប់បង្ខំឲ្យប្រពន្ធខ្លួនឲ្យកន្លែងអង្គុយដល់ស្រីផ្សេងប្តីបែបណានៅមុខមិត្តភ័ក្តិរបស់នាងផ្ទះមុខប្រពន្ធខ្លួនឯងហើយឯងវាប្រពន្ធថៃញើមកបង្ករឿងអីនៅទីនេះនាងរត់ចេញទៅហើយដោយសារឯងហើយឯងនៅតាមនាងទៀតឬហេមានរឿងអីនៅទីនេះល្អខ្ញុំឃើញថាឯងរកមិត្តប្រុសថ្មីបានហើយមិត្តប្រុសថ្មីខ្ញុំមិនដែលមានបរិះដែលទុកចិត្តបានមួយថ្ងៃផងមិត្តប្រុសថ្មីអីឥឡូវខ្ញុំរកលុយខ្លួនឯងវាគ្មានទំនាក់ទំនងជាមួយអ្នកណាទេឯងថាលក់ដូរគឺអាម៉ាស់ឬតើវាមិនអាម៉ាស់ជាងសម្រាប់ឯងដែលមកឆ្លោះជាមួយខ្ញុំនៅទីនេះទេឯងហ៊ានណាស់នឹងខ្ញុំនឹងធ្វើឲ្យឯងលក់ដូរមិនកើតថ្ងៃនេះអូខេខ្ញុំជប់ហើយស្រីលក្ខស្ដាប់ខ្ញុំឯងអត់នៅប៉ុន្មានថ្ងៃនេះតារាគ្មានបាយក្តៅស៊ីផងកូនជួយនិយាយបញ្ចុះបញ្ចូលម៉ាក់ផងម៉ាក់នៅតែរករឿងអីចឹងទៀតទើបតែពេលនេះឪពុកឯងវាបំផ្លាញតូបខ្ញុំហើយឯងឈោមើលនឹងលើកមុនគាត់វាខ្ញុំឯងក៏ឈោមើលដែរអ្នកណាទៅដែលរករឿងឯងនេះណាកូនទុចឪពុកឯងមិនអោយតម្លៃខ្ញុំសោះខ្ញុំអត់ទេកុំនិយាយរឿងឥតប្រយោជន៍ឲ្យកូនស្ដាប់ខ្ញុំនិយាយរឿងឥតប្រយោជន៍អីតារាឯងមិនមែនកូនក្មេងទៀតទេឯងគិតដោយខ្លួនឯងចោះអូខេខ្ញុំមិនប្រកែកជាមួយឯងទេឯងអាយុជាង40ហើយធ្វើតាមអារម្មណ៍រាប់ឆ្នាំមកនេះបើគ្មានខ្ញុំជួយទ្រទ្រង់ឯងទេឯងមិនបានឈរនៅទីនេះទេឯងទ្រទ្រង់ខ្ញុំរយៈពេល2ឆ្នាំឪពុកឯងដេកលើគ្រែអ្នកណាខ្លះដែលបដូរពូគាត់អ្នកណាចិញ្ចឹមកូនយើងអ្នកណាមើលថែគ្រួសារនេះពុទ្ធីឯងធ្លាប់ទ្រទ្រង់អីខ្លះពឹងលុយ$2000ក្នុងមួយខែឯងនៅគិតពីរឿងស្រីពេជ្រទៀតឬគ្មានអីរវាងពួកយើងទេឯងមិនបាច់បញ្យល់ទេខ្ញុំធុញទ្រាន់ហើយឯងមិនអត់ឲ្យខ្ញុំលក់តូបផងក្នុងភ្នែកឯងខ្ញុំមានតែបំរើឯងទេពុទ្ធីយើងលែងលះគ្នាទៅលែងណាឯងគិតរស់ពីនឹងឬខ្ញុំរកបាយស៊ីដោយដៃខ្លួនឯងដោយស្មោះត្រង់មិនបាច់បារម្ភថាអ្នកណាយល់ព្រមទេមិនបាច់រងចាំអ្នកណាអនុញ្ញាតទេកូនធំហើយយើងទៅផ្លូវរៀងខ្លួនអូខេមើលចុះឯងនៅបានត្រឹមណាស្រីលក្ខខ្ញុំមិនជួលបន្ទប់នេះឲ្យអ្នកទៀតទេអ្នកស្រីសុខាមានបញ្ហាអីមានគេមករកអ្នកកាលពីយប់មិញគេស្រែកនៅជាន់ក្រោមយូរណាស់អ្នកចិត្តខាងសួរសំណួរច្រើនណាស់ខ្ញុំនៅតែមានចំនួនត្រូវធ្វើខ្ញុំបង់លុយតាន់ពេលហើយមិនបង្កបញ្ហាទេវាមិនមែនជាបញ្ហាលុយទេខ្ញុំនឹងឲ្យលុយកក់អ្នកវិញរៀបចំរបស់ឯងថ្ងៃនេះទៅយ៉ាងហោចណាស់ឲ្យខ្ញុំ2ថ្ងៃរកកន្លែងមិនឲ្យយឺតជាងយប់ស្អែកទេស្រីលក្ខឯងមានបញ្ហាអីគ្មានអីទេគេមិនសូវបានអញ្ចឹងប្រាប់មកមើលឲ្យខ្ញុំមើលថាអាចជួយបានទេគេដេញខ្ញុំចេញពីផ្ទះហើយ
ប្តីខ្ញុំមកធ្វើរឿងម្ចាស់ផ្ទះខ្លាចមិនហ៊ានជួលឲ្យខ្ញុំ អញ្ចឹងយប់នេះឯងនៅណា ចាំបិទតូបរួចខ្ញុំរកវិធី ខ្ញុំមានបន្ទប់មួយខ្ញុំធ្លាប់ជួលឲ្យមិត្តរួមការងារវាទំនេរដដែលចង់ទៅមើលទេកុំគិតច្រើនមិនមែនឥតគិតថ្លៃទេគិតជាខែតម្លៃសមរម្យខ្ញុំជាមនុស្សត្រង់មិនរង្វេះរង្វង់ទេគ្រាន់តែថាឯងធ្វើម្ហូបឆ្ងាញ់ណាស់បរិះនៅកន្លែងធ្វើការទាំងអស់ចូលចិត្តម្ហូបឯងបើឯងចាក់ចេញខ្ញុំទៅរកកន្លែងហូបឆ្ងាញ់បែបនេះឯណាទៀត អរគុណសវណ្ណចាំខ្ញុំទៅមើលប៉ះមិននឹងខ្ញុំនឹងជួល យប់នេះបើតូបរួចខ្ញុំនឹងនាំឯងទៅ វាល្អជាងកន្លែងដែលខ្ញុំស្នាក់នៅឥឡូវខ្ញុំយកហើយអរគុណសវណ្ណ ស្រីលះខ្ញុំត្រូវនិយាយជាមួយអ្នកមានបរិះជាង100នាក់នៅកន្លែងសាងសង់ហូបបាយខ្ចប់រាល់ថ្ងៃបាយអត់ឆ្ងាញ់ចំណែកតូចហើយកម្មករត្អូញត្អែយ៉ាងខ្លាំងអ្នកធ្វើម្ហូបពូកែណាស់ដូច្នេះខ្ញុំចង់ឲ្យអ្នកទទួលធ្វើម្ហូបឲ្យកន្លែងសាងសង់ សវណ្ណខ្ញុំទៅតែដាក់តង់នេះអតិថិជនចាស់ស្គាល់ខ្ញុំហើយអ្វីមានស្ថិរភាព ស្រីលះអ្នកអាចធ្វើបាយបានប៉ុន្មានដងក្នុងមួយថ្ងៃយ៉ាងច្រើន30ទៅ40នៅកន្លែងសាងសង់មានជាង100 2ដងក្នុងមួយថ្ងៃអ្នកអាចប្រើជំនាញទាំងអស់ដែលអ្នកមាន យើងមិនទាន់ស្គាល់គ្នាយូរទេហេតុអ្វីបានជាអ្នកទុកចិត្តឲ្យខ្ញុំធ្វើ ខ្ញុំបានតាមដានអ្នកមួយរយៈហើយអ្នកធ្វើលឿនហើយស្អាតអ្នកប្រើគ្រឿងផ្សំល្អហើយរសជាតិឆ្ងាញ់បរិះនៅកន្លែងសាងសង់ធ្វើការធ្ងន់ពួកគេត្រូវការអាហារល្អដើម្បីរក្សាថាមពលអ្នកស័ក្តិសមនឹងការងារនេះណាស់ ប៉ុន្តែការទទួលធ្វើម្ហូបជាកិច្ចការធំមួយខ្ញុំត្រូវការកន្លែងនិងឧបករណ៍ ខ្ញុំនឹងរៀបចំឲ្យមានបន្ទប់ទេនៅជាប់កន្លែងសាងសង់យើងអាចប្រែក្លាយវាទៅជាផ្ទះបាយតូចមួយខ្ញុំនឹងឲ្យអ្នកខ្ចីប្រាក់ដើមហើយអ្នកអាចសងខ្ញុំវិញពេលអ្នកចំណេញ សវណ្ណអ្នកជួយខ្ញុំច្រើនណាស់ខ្ញុំមិនអាចគ្រាន់តែយល់ព្រមដោយមិនគិតទេ ស្រីលក្ខខ្ញុំមិនមែនធ្វើនេះដោយសារសប្បុរសទេបរិះទាំងនេះនៅជាមួយខ្ញុំជាង10ឆ្នាំហើយពួកគេមិនដែលបានញ៉ាំបាយល្អទេវាមិនស្រួលក្នុងចិត្តខ្ញុំទេបើអ្នកទទួលធ្វើម្ហូបឲ្យពួកគេគម្រោងមិនត្រូវពន្យាពេលហើយខ្ញុំនឹងបាត់បង់ក្តីបារម្ភមួយការជួយអ្នកគឺជួយខ្លួនឯង យល់ព្រមខ្ញុំនឹងសាកល្បងប្រាប់ខ្ញុំត្រង់បើខ្ញុំធ្វើខុស ខ្ញុំនឹងនាំអ្នកទៅមើលកន្លែងស្អែក ចង្ក្រានដាក់នឹងជញ្ជាំងនេះសម្រាប់ខ្យល់ចេញចូលក្តារកាត់នៅទីនេះចិត្តអាំងលាងចាន អ្នកជីចៅហ្វាយមើលមួយភ្នែកការវិនិយោគដំបូងគឺ$50,000ឧបករណ៍បុកជួសជុលសងនៅពេលណាក៏បានហើយយើងស្មើ សវណ្ណអត្រាការប្រាក់ខុសហើយ មានបញ្ហាអី អត្រាធនាគារគឺ 4% ក្នុងមួយឆ្នាំអ្នកដាក់តិចជាង 2% នៅទីនេះទាបពេកហើយ អត្រាការប្រាក់ទាបមិនមែនជារឿងល្អទេ ការជួយគឺការជួយតែចំនួនគឺចំនួនការប្រាក់គួរតែតាមអត្រាទីផ្សារបើមិនដូច្នេះទេខ្ញុំមិនចុះហត្ថលេខាទេបដូរវាចុះ បដូរតាមអ្វីដែលនាងថា អរគុណសវណ្ណកុំអរគុណខ្ញុំ គ្រាន់តែចំអិនឲ្យឆ្ងាញ់និងឲ្យកម្មករឆ្អែតនោះហើយជារបៀបដែលអ្នកសងខ្ញុំអញ្ចឹងហើយដែលឯងធ្វើបានជួលហាងធ្វើការជួសជុលវាប្រែថាឯងមានអ្នកគាំទ្រ មកធ្វើអីនៅទីនេះ គ្រាន់តែមើលថាឯងរស់នៅយ៉ាងម៉េចភ្ជាប់ស្នេហ៍ជាមួយអ្នកមើលការនោះលុយណាស់គាត់ចេញលុយឲ្យហើយឬ ខ្ញុំខ្ចីលុយគេត្រូវតែសងគេវិញ ជាមួយជំនាញអង្គរបស់ឯងធ្វើម៉េចឲ្យគេហ៊ានញ៉ាំខ្ញុំមកទីនេះមិនមែនមកឆ្លោះជាមួយអញទេតារានឹកឯងខ្ញុំឲ្យឱកាសឯងត្រឡប់មកផ្ទះវិញយើងនឹងទុករឿងនេះចោល វិធីឯកសារលែងលះកំពុងដំណើរការពេលខ្ញុំចុះហត្ថលេខាយើងក៏ចប់ ឯងលែងលះខ្ញុំហើយឯងសង្ឃឹមលើហាងនេះ អ្វីដែលខ្ញុំសង្ឃឹមមិនមែនជារឿងរបស់ឯងទេ អញ្ចឹងឯងពិតជាចង់ធ្វើបែបនេះមែនពេលឯងខាត់លុយកុំមកយំរកខ្ញុំ ស្រីលក្ខឯងមកដល់ម៉ោងប៉ុន្មាន 4 កន្លះ 30 ដុំដឹកជញ្ជូនមុន 10 កន្លះធ្វើបាន សាច់ច្រើនណាស់ល្អជាងកន្លែងមុនទៅទៀតអ្នកមីងស្អែកដាក់គ្រឿងទេសឲ្យច្រើនបន្តិចបានទេមានរឿងអីជាមួយបាយគាត់ហើយខ្ញុំរត់ទៅបន្ទប់ទឹក5ដងហើយរសៀលនេះឯងថាឯងញ៉ាំបាយខ្ញុំថ្ងៃត្រង់នឹងណាឯងឈ្មោះអី ឯងខ្វល់អីយ៉ាងណាក៏ខ្ញុំញ៉ាំបាយឯងដែរ 30 ដុំថ្ងៃត្រង់គ្រប់ដុំទាំងអស់មានឈ្មោះនៅលើវា
ឈ្មោះឯងអត់មានក្នុងបញ្ជីនេះទេឯងញ៉ាំមួយណាអ្នកណាបញ្ជាឲ្យឯង ខ្ញុំខុសហើយខ្ញុំញ៉ាំកាលពីម្សិលមិញ ម្សិលមិញរសៀលផ្ទះបាយជួសជុលយើងអត់ធ្វើម្ហូបទេ ខ្ញុំក៏ញ៉ាំថ្ងៃត្រង់ដែរហើយខ្ញុំមិនអីទេឯងនិយាយរឿងអីអត់ប្រយោជន៍ម្ចាស់ថ្មីគាត់លំបាកឈប់ធ្វើបាបគាត់ទៅប្រហែលខ្ញុំញ៉ាំអីផ្សេងហើយឈឺឡាស្អែកខ្ញុំនឹងនាំមេការពី3នាក់មកញ៉ាំបាយនៅទីនេះឲ្យគេញ៉ាំឲ្យឆ្អែតណាហើយជំនួយឯងនឹងចម្រើនទៅមុខ កម្ដៅបានរលត់ហើយហេតុអ្វីមិនយកមក ទុកវាចាំបន្តិចសាច់ស្បែកនឹងទន់ល្អិតមិនមែនរាវទេ មើលទៅដូចធ្វើម្ហូបនៅផ្ទះឆ្ងាញ់ណាស់លោកស្រីខ្ញុំមានបរិស30នាក់នៅទីនោះសម្រាប់អាហារថ្ងៃត្រង់តើអ្នកអាចដោះស្រាយបានទេ ខ្ញុំអាចដោះស្រាយបាន 20នៅខាងខ្ញុំអីចឹងមិនអីទេ យល់ព្រមពីកន្លែង50មុខសម្រាប់អាហារថ្ងៃត្រង់ ស្រីលាក់ សវណ្ណមានអីទៀតទេ ស្ទើរតែភ្លេចនិយាយអំពីបរិសដែលរៀបការពីម្សិលមិញខ្ញុំបានឲ្យគេស៊ើបសួរឈ្មោះគាត់ពិសិដ្ឋគាត់ធ្លាប់ធ្វើការចម្លែកនៅកន្លែងផ្សេងគាត់មិនដែលញ៉ាំបាយអញទេគេឲ្យលុយគាត់ឲ្យនិយាយបង្កាច់ឯង អ្នកណាឲ្យលុយគាត់ ប្តីឯងកាមេរ៉ាសន្តិសុខចាប់បានពួកគេធ្វើការដោះដូរ ដូច្នេះគឺគាត់មែន យើងគួរតែហៅប៉ូលីសទេខ្ញុំមានវីដេអូយើងអាចប្តឹងបាន ទេខ្ញុំគ្មានអ្វីត្រូវលាក់ទេទុកឲ្យគាត់ធ្វើតាមចិត្តខ្ញុំមានមនុស្សជាង100កំពុងចាំញ៉ាំបាយនៅទីនេះខ្ញុំគ្មានពេលសម្រាប់រឿងឥតប្រយោជន៍របស់គាត់ទេថ្ងៃស្អែក80មុខឯងនឹងមិនខ្វះសំបីតែមួយ ស្រីលាក់តើអ្នកមកដល់ម៉ោងប៉ុន្មានមកដល់ម៉ោង5កន្លះលើកទី1ដែលមានការបញ្ជាទិញធំបែបនេះមិនអាចគេងលក់ទេ សុំទោសចំពោះរឿងនោះ យករបស់ទាំងនេះទៅមុនសិនម៉ោង10កន្លះមិនអាចទុកឲ្យកម្មកររងចាំទេចុះប្រអប់ទាំងនេះវិញខ្ញុំនឹងទៅធ្វើវាឡើងវិញនៅមានពេលទេយើងអាចធ្វើបាន នៅតែប្រកូលថ្ងៃស្អែកទេខ្ញុំត្រូវការបង្កើនវាដល់100 ពិតប្រាកដការបញ្ជាទិញ100ម៉ោង10កន្លះស្រីលាក់តើនេះសម្រាប់អ្វីរបស់ជាងធានពិតត្រាប្រអប់ប្រសិនបើមានត្រានៅលើប្រអប់អ្នកនឹងដឹងប្រសិនបើមានអ្នកណាម្នាក់ប៉ះវាអ្នកពិតជាយកចិត្តទុកដាក់ណាស់រៀនពីកំហុសរបស់ឯងខ្ញុំក៏អាចធ្វើបានដែរខ្ញុំក៏អាចប្រុងប្រយ័ត្នបានដែរ អាហារនៅកន្លែងធ្វើការរបស់លាក់តានេះជាអ្វី ត្រាមួយប្រសិនបើមានអ្នកណាម្នាក់បានរង្គៀសវានៅតាមផ្លូវអ្នកនឹងឃើញវាពេលបើកប្រអប់គ្រប់តែដែលដឹកជញ្ជូនសុទ្ធតែមានត្រា ឆោតឆាយជាងភោជនីយដ្ឋានថ្លៃសងប្រាក់សម្រាប់ការកម្មង់80ដងការពីខែមុន បងរំលោះលើកដំបូងប្រាក់ដើមបូកការប្រាក់ ដល់ពេលត្រូវសងលុយហើយ បើរកលុយបានត្រូវសង ម្សិលមិញលីវទំពេកនោះប្រាប់ខ្ញុំចាប់ពីពេលនេះទៅអាហារនៅកន្លែងធ្វើការរបស់គេនឹងបាន2នាក់ទាំងអស់មនុស្ស100នាក់បាយ2ពេលក្នុងមួយថ្ងៃ200ចំណែកយើងអាចដោះស្រាយបានស្រីលាក់យើងមិនអាចដោះស្រាយបាន200ចំណែកដោយមានតែ2នាក់ទេដូច្នេះយើងនឹងជួលមនុស្សបន្ថែមស្រីលាក់អ្នកនៅតែជួលមនុស្សតើអ្នកអាចហាន់បន្លែបានទេ
ខ្ញុំហាន់បន្លែជាង10ឆ្នាំហើយខ្ញុំក៏អាចច្របាច់ម្សៅបានដែរមកសាកល្បងថ្ងៃស្អែកការហាន់បន្លែមានគោលការណ៍របស់វាការបម្រើម្ហូបមានគោលការណ៍របស់វាបើអ្នកអាចធ្វើតាមគោលការណ៍អ្នកនឹងនៅស្រីមុំបន្ទះម្ទេសបៃតងក្រាស់ពេកវាមិនទាន់ឆ្អិនទេធ្វើឲ្យវាស្ដើងជាងនេះអូខេខ្ញុំនឹងហាន់វាឲ្យស្ដើងចូលមកម៉ាក់ខ្ញុំបានបំពេញពាក្យសុំរួចរាល់ហើយសម្រាប់ក្រុមសន្តិភាពខ្ញុំមកប្រាប់ម៉ាក់ម៉ាក់ខ្ញុំសុំទោសណាស់ខ្ញុំធ្លាប់ធ្វើរឿងខុសជាច្រើនពីមុនខ្ញុំមិនគួរប្រព្រឹត្តចំពោះម៉ាក់បែបនោះទេតើអ្នកញ៉ាំបាយហើយឬនៅអត់ទេអង្គុយនៅទីនោះចាំតតែខ្ញុំធ្វើរួចញ៉ាំបាយអ្នកជាកូនអ្នកស្រីសុខាមែនទេម៉ាក់ឯងពិតជាអស្ចារ្យណាស់ដំណើរការតូបធំបែបនេះតែម្នាក់ឯងយល់ហើយផ្ទុកឡើងវាក្រាស់ពេកកាត់ឲ្យស្ដើងជាងម៉ាក់ខ្ញុំមិនដឹងថាម៉ាក់អស្ចារ្យម្លេះទេម៉ាក់ឯងតែងតែអស្ចារ្យបើមិនអញ្ចឹងទេតើនាងអាចរក្សាគ្រួសារនោះឲ្យនៅជាមួយគ្នាដោយរបៀបណាអ្នកទាំងអស់គ្នាទើបតែមិនបានកត់សម្គាល់អ្នកស្រីកូនប្រុសរបស់អ្នកទៅហើយឬទៅចុះតោះបន្តធ្វើការស្រីលះប្រអប់អាហារបិទចិត្តរបស់ឯងនៅរីប៉ាយពេញកន្លែងសំណង់ក្រុមរបស់បាតុងលេវបានញ៉ាំវាជិត1ខែហើយកម្មករពីកន្លែងផ្សេងទៀតច្រណែនគេមកសួរថាតើខ្ញុំអាចផ្គត់ផ្គង់អាហារបានទេសុវណ្ណខ្ញុំអាចមិនសាមញ្ញទេអ្នកផ្គត់ផ្គង់អាហារពីមុនមិនសប្បាយចិត្តគេបានរួមគ្នាត្អូញត្អែថាឯងកាត់តម្លៃលួចយកអតិថិជននោះបំពេញគោលការណ៍តម្លៃខ្ញុំទាបឬខ្ញុំឲ្យអាហារច្រើនជាងគេសាច់ក៏ច្រើនជាងគេដែរដូច្នេះខ្ញុំស្នើឲ្យមានការប្រកួតប្រជែងជាសាធារណៈម្ហូបដូចគ្នាចំណែកដូចគ្នាកម្មករធ្វើការវិតម្លៃដោយមិនបង្ហាញអត្តសញ្ញាណអ្នកណាធ្វើឆ្ងាញ់ជាងឈ្នះយល់ព្រមចឹងយើងប្រកួតជាសាធារណៈចុងភៅល្អមិនខ្លាចភ្លើងមិនបាច់ប្រៀបធៀបទេម្ហូបគឺមានរសជាតិដើមរសជាតិដូចបាយផ្ទះកន្លែងសំណង3កន្លែង300ចំណែកឯងអាចធ្វើបានទេខ្ញុំអាចខ្ញុំនឹងទៅរកជំនួយបន្ថែមម៉ាក់សាលាមិនទាន់ចាប់ផ្ដើមទៀត2ខែទេខ្ញុំគ្រាន់តែនៅផ្ទះលេងទេខ្ញុំចង់មកជួយអ្នកជួយតើអញអាចធ្វើអីបានខ្ញុំអាចធ្វើបានគ្រប់យ៉ាងយករបស់លាងបន្លែដឹកម្ហូបខ្ញុំអាចរៀនអ្វីទាំងអស់អញ្ចឹងទៅឯងអាចមកបានតែមានគោលការណ៍មួយចំនួនទី1កុំហៅខ្ញុំថាម៉ាក់នៅទីនេះហៅខ្ញុំថាអ្នកស្រីសុខាទី2កុំខ្ជិលកុំឆ្លើយតបទី3កុំប៉ះសៀវភៅបើឯងធ្វើខុសខ្ញុំនៅតែស្រែកដាក់ឯងគ្មានការពិសេសទេបើឯងអាចទ្រាំបាននៅទៅបើអត់ចេញឥឡូវនេះគឺអ្នកជួយថ្មីគ្រាន់តែហៅគាត់ថាតារាឲ្យគាត់លាងបន្លែសិនបោះដំឡូងឲ្យស្អាតបកស្លឹកខ្ទឹមកុំបំបែកចានអីប្រឹងឲ្យអស់ពីកម្លាំងតារាឯងមិនបានថ្លឹងប្រអប់ទាំងនេះទេចិត្តហើយខុសបន្តិចឯងគិតថាចិត្តហើយល្អគ្រប់គ្រាន់ទេកម្មករទាំងអស់បានបង់ថ្លៃដូចគ្នាដូច្នេះពួកគេគួរតែទទួលបានចំណែកដូចគ្នា
អញឲ្យពួកគេតិចជាងមួយស្លាបព្រាធ្វើម៉េចឲ្យគេធ្វើការពេលរសៀលនេះមិនមែនជាអាហារឥតគិតថ្លៃទេទុកឲ្យគាត់ធ្វើដោយខ្លួនឯងថ្លឹងគ្រប់ចំណែកនោះហើយជាគោលការណ៍បើឯងមិនធ្វើតាមគោលការណ៍កុំមកធ្វើការទីនេះហៅកែចែករួចហើយតាក់ឡានម្ដាយឯងចាត់ទុកគ្រប់គ្នាដូចគ្នាឯងដឹងទេនេះហើយកិច្ចសន្យាមើលប្រាក់ខែគឺរាល់ខែមកយឺតបាត់$20ធ្វើការបាន6ខែនឹងបានដំឡើងប្រាក់ខែបើយល់ព្រមហាត់លេខាកិច្ចសន្យាអត់ចេះស្ដាំទេខ្ញុំធ្លាប់ធ្វើការនៅកន្លែងលក់បាយរយៈពេល2ឆ្នាំមិនបានសំបីតែបង្កាន់ដៃវាសម្រាប់ការពារអ្នកនិងសម្រាប់ខ្ញុំផងដែរថៅកែផ្ទះបាយតូចរបស់អ្នកនេះមានជំនាញជាងក្រុមហ៊ុនទៅទៀតប៉ាកូនប៉ានឹងនិយាយត្រង់អ្នកម៉ៅការនោះសវណ្ណគាត់មកទីនេះញឹកញាប់ទេសវណ្ណមកទីនេះដើម្បីញ៉ាំឯងនៅក្មេងមិនយល់ទេមើលគាត់ឲ្យប៉ាផងពេលក្រោយគាត់មកថតអ្វីដែលគាត់និយាយជាមួយម៉ាក់ឯងនិងអ្វីដែលគាត់ធ្វើប៉ាតើប៉ាចង់ធ្វើអីកុំបារម្ភអីកូនម៉ាក់ភ្ញាក់ពីដំណេកម៉ោង5កន្លះរាល់ព្រឹកដើម្បីធ្វើការយ៉ាងនឿយហត់នាងរកស៊ីដោយជំនាញនិងភាពស្មោះត្រង់របស់នាងឯងកំពុងការពារនាងខ្ញុំមិនមែនការពារនាងទេខ្ញុំបានធ្វើការនៅទីនេះជាង10ថ្ងៃហើយខ្ញុំបានឃើញដោយភ្នែកផ្ទាល់ខ្ញុំមិនអាចនៅខាងប៉ាបានទេម៉ាក់ឯងមិនត្រឡប់មកវិញទេប៉ាម៉ាក់កំពុងល្អហើយឥឡូវនេះប៉ាទើបតែមកជួបខ្ញុំគាត់ចង់ឲ្យខ្ញុំថតរឿងឯងនឹងសវណ្ណខ្ញុំថាទេខ្ញុំប្រាប់គាត់ម៉ាក់ឲ្យឯងធ្វើបានដោយសារសមត្ថភាពនិងមន្តសការរបស់ឯងខ្ញុំជួយគាត់មិនបានទេឯងធំហើយឥឡូវឯងចេះស្គាល់ខុសត្រូវហើយឡាអ្វីដែលកើតឡើងកាលពីមុនខ្ញុំធ្វើខុសនឹងឯងពុទ្ធីចាប់ពីពេលនេះទៅគ្រាន់តែរស់នៅឲ្យបានល្អម៉ាក់ឲ្យអបអរឥឡូវឯងទំនេរហើយតោះទៅរៀបចំខ្លួនស្រីលក្ខសូមអង្គុយនេះគឺលោកសុភ័ក្រមកពីនាយកដ្ឋានលំនៅឋានស្រុកមានគម្រោងអភិវឌ្ឍទីក្រុងឡើងវិញចំនួន4នៅឆ្នាំនេះចាប់ផ្ដើមទាំងអស់ក្នុងពេលតែមួយកម្មករជាង300នាក់នាយកដ្ឋានចង់ធ្វើស្តង់ដារសេវាកម្មអាហារខ្ញុំបានដាក់ឈ្មោះអ្នកចូលហើយសូវ៉ាន់វាមិនមែនថាខ្ញុំកំពុងធ្វើឲ្យពិបាកទេកន្លែងចំនួន4អាហារថ្ងៃត្រង់300ឈុំផ្ទះបាយស្តង់ដារការដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់អាជ្ញាប័ណ្ណសុវត្ថិភាពចំណីអាហារតើនាងមានអ្វីទាំងអស់នោះទេខ្ញុំមានផ្ទះបាយហើយខ្ញុំមានអាជ្ញាប័ណ្ណហើយខ្ញុំអាចរៀបចំការដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់បានធ្លាប់បម្រើ300នាក់ពីមុនទេបច្ចុប្បន្នខ្ញុំកំពុងបម្រើកន្លែងចំនួន3អាហារ200ឈុំ300គ្រាន់តែមួយឆ្នាំទៀតកុំមើលមកខ្ញុំមើលប្រវត្តិការងាររបស់នាងមើលតើអ្នកធ្លាប់សាកប្រអប់អាហារបិទចិត្តរបស់នាងទេនាងទទួលបានសញ្ញាឆ្នោតទាំងអស់ក្នុងការវិតម្លៃដោយមិនបង្ហាញអត្តសញ្ញាណមេការ3នាក់កំពុងអង្វរខ្ញុំឲ្យបញ្ជាទិញបន្ថែមអាហារដ្ឋាននាយកដ្ឋានលំនៅឋានរបស់អ្នកប្រហែលជាមិនស្អាតស្មើនាងទេនេះជាលិខិតចិត្តនារយៈពេល6ខែប្រសិនបើមានបញ្ហាសុវត្ថិភាពចំណីអាហារកិច្ចសន្យានឹងត្រូវចាត់ទុកជាមោខៈដោយស្វ័យប្រវត្តិខ្ញុំទទួលយកប៉ុន្តែខ្ញុំត្រូវការពេលរៀបចំខ្ញុំត្រូវការឡានដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់ជំនួយការបន្ថែមនិងចង្ក្រានថ្មីហើយរឿងមួយទៀតតម្លៃបន្លែឡើងថ្លៃកិច្ចសន្យាត្រូវការលក្ខខណ្ឌប្រែប្រួលខ្ញុំមិនធ្វើសង្គ្រាមតម្លៃទេហើយខ្ញុំមិនធ្វើចំនួនខាតប្រាក់ទេការប្រែប្រួលប៉ុន្មានតម្លៃទីផ្សារយើងពិនិត្យតម្លៃបន្លែរៀងរាល់ខែប្រសិនបើវាឡើងខ្ញុំរាយការណ៍ឲ្យអ្នកយល់ព្រមប្រសិនបើវាចុះខ្ញុំបន្ថយដោយស្វ័យប្រវត្តិសមរម្យហើយកុំមើលមកខ្ញុំនាងបានចុះកិច្ចសន្យាជាមួយខ្ញុំហើយនាងគិតការប្រាក់តាមវិធីដដែល
កិច្ចសន្យាផ្គត់ផ្គង់ម្ហូបរបស់នាយកដ្ឋានលំនៅឋានយើងក៏មិនអាចយកវាតាមការដេញថ្លៃត្រឹមត្រូវបានដែរមានគេបានវាដោយពាក្យតែមួយទីមើលអ្នកមកការសវណ្ណជាអ្នកណារបស់នាងគាត់ជាដៃគូរបស់នាងមែនទេដៃគូបែកញើសមែនស្រីម្នាក់លែងលះមានកូនធ្វើម៉េចនាងយកបាន4កន្លែងតែម្នាក់ឯងផ្ទះបាយតូចរបស់នាងមិនទាំងមានគុណវុឌ្ឍត្រឹមត្រូវទៀតអ្នកណាជឿស្រីលក្ខអ្នកខាងក្រៅកំពុងនិយាយថាយើងបានកុងត្រាតាមអ្នកស្គាល់ហើយឯកសាររបស់យើងមិនច្បាស់អ្នកណាថាប្រុសស្គមដែលចាញ់ពីមុនគឺទូទាំងទីផ្សារនាងប្រកាសកុងត្រាហើយសំបីតែបញ្ជីទិញក៏ចេញដែរស្រីម្នាក់នេះក្លាហានណាស់គ្មានគុណវុឌ្ឍនេះហើយអ្នកស្គាល់កុងត្រានៅទីនេះហើយលទ្ធផលពិនិត្យបិទមុខក៏នៅទីនេះដែរចាប់ពីពេលនេះទៅអ្នកណាបន្តផ្សាយពាក្យចាំអារាមអាចមកមើលដោយខ្លួនឯងស្រីលក្ខមានមនុស្សប៉ុន្មានអ្នកមកដល់ហើយអ្នកស្រីសុខាជំនួញកំពុងចម្រើនណាស់និយាយឲ្យចំណុចអ្នកកំពុងផ្គត់ផ្គង់ការដ្ឋានសំណង់4កន្លែងដោយខ្លួនឯងហើយពួកយើងនៅសល់អ្វីយើងទាំងអស់គ្នាកំពុងព្យាយាមរកស៊ីឲ្យរួចខ្លួនសូមឲ្យយើងគាត់ខ្លះផងឱកាសគឺជាអ្វីដែលអ្នកបង្កើតមិនមែនជាអ្វីដែលអ្នកផ្សេងឲ្យអ្នកទេអ្នកដឹងពីស្តង់ដារនាយកដ្ឋានលំនៅឋានហើយអាជ្ញាប័ណ្ណពេញលេញការដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់គ្មានហេតុការណ៍សុវត្ថិភាពចំណីអាហារសូន្យបើអ្នកអាចបំពេញតាមស្តង់ដារទាំងនេះខ្ញុំអាចចុះកិច្ចសន្យារងឲ្យអ្នកខ្លះប៉ុន្តែខ្ញុំនឹងនិយាយត្រង់កុំឲ្យខ្វះចំណែកកុំយកប្រេងថោកកុំយកបន្លែស្វិតបើមិនអាចទេកុំថាខ្ញុំមិនបានប្រាប់ជាមុនអ្នកនិយាយពិតឬខ្ញុំទុកចិត្តអ្នកប៉ុន្តែអ្នកត្រូវធ្វើតាមគោលការណ៍របស់ខ្ញុំរាល់ចំណែកត្រូវថ្លឹងគំរូប្រចាំថ្ងៃកណីប្រចាំសប្តាហ៍បើអ្នកធ្វើបានតោះនិយាយគ្នាបើមិនអាចទេកុំបាក់ទឹកចិត្តអ្នកស្រីសុខាខ្ញុំធ្លាប់ធ្វើបាយដល់ការដ្ឋានសំណង់ពីមុនមកបន្ទាប់មកអ្នកក៏យកកិច្ចសន្យានោះទៅខ្ញុំអន់ចិត្តណាស់មកដល់ថ្ងៃនេះខ្ញុំសង្ឃឹមថានឹងបានការពន្យល់ហើយពេលនេះខ្ញុំជឿជាក់ហើយអ្នកធ្វើល្អជាងខ្ញុំរាប់ខ្ញុំចូលក្នុងកិច្ចសន្យារំផងខ្ញុំនឹងជួសជុលពេលត្រឡប់ទៅវិញព្រមមកចុះហត្ថលេខាកិច្ចសន្យាបន្ទាប់ពីអ្នកជួសជុលរួចច្បាប់ដដែលរាល់ចំណែកត្រូវថ្លឹងប្រាក់ឈ្នួលត្រូវឲ្យរៀងរាល់ខែ$20ចំពោះការមកយឺតឡើងប្រាក់ខែក្រោយ6ខែស្រីលក្ខអូននឹងបំបែកកិច្ចសន្យាខ្ញុំមិនអាចជៀន500ចំណែកតែម្នាក់ឯងទេបើគេធ្វើតាមគោលការណ៍គេក៏ជាជំនួយល្អបើមិនអញ្ចឹងទេខ្ញុំក៏មិនខ្លាចដែររូបថតខ្ញុំមិនប្រកាសនៅលើចង្ក្រានរបស់ស្រីលក្ខតែពីរយ៉ាងមុនសកាចិញ្ចៀងនិងឆ្នាំងដុតមុនសកាមានន័យថាមិនដាក់អ្វីអាក្រក់ចូលស្លឹកបន្លែលួយអ្នកមិនអាចទម្លាក់វាចូលបានទេព្រោះវាថោកសាច់ខូចអ្នកមិនអាចបំរើវាបានទេព្រោះអ្នកស្អប់ការខ្ជះខ្ជាយបើអ្នកបោកគេម្ដងគេនឹងបំផ្លាញកេរ្តិ៍ឈ្មោះរបស់អ្នកជារៀងរហូតចិញ្ចៀងមានន័យថាមិនឲ្យខ្វះកម្មករបងថ្លៃដូចគ្នាដូច្នេះគេបានចំណែកដូចគ្នាបើអ្នកឲ្យគេមួយដុំតិចតើគេនឹងធ្វើការនៅរសៀលយ៉ាងម៉េចរាល់ចំណែកត្រូវថ្លឹងគ្មានលើកលែងឆ្នាំងដុតមានន័យថាគ្មានអាហារត្រជាក់អាហារត្រូវបានដឹកជញ្ជូនទៅកន្លែងលើគម្របប្រអប់កម្ដៅហើយគួរតែមានចំហាយឡើងកម្មករមិនមែនញ៉ាំប៊ូហ្វេទេគេញ៉ាំដើម្បីថាមពលអាហារត្រជាក់ឈឺក្រពះហើយថែមទាំងឈឺចិត្តទៀតបើអ្នកធ្វើតាមគោលការណ៍ទាំង3នេះអ្នកនឹងឈរតម្រង់គោលការណ៍មានបំណងជួយមនុស្សរស់នៅមិនមែនរារាំងផ្លូវគេទេខ្ញុំដឹងថាលំបាកប៉ុណ្ណាក្នុងការទ្រាំទ្រតែម្នាក់ឯងជីវិតនេះយើងត្រូវតែជួយគ្នាទៅវិញទៅមកឲ្យឆ្លងកាត់ស្រីលក្ខខ្ញុំនឹងធ្វើតាមអ្វីដែលអ្នកនិយាយពេលខ្ញុំត្រឡប់ទៅវិញខ្ញុំនឹងពិភាក្សាជាមួយប្តីខ្ញុំក៏ចង់រកលុយផ្ទាល់ខ្លួនដែរគាត់ធ្វើការងារដោយដៃនៅការដ្ឋានសំណង់ខ្ញុំនៅផ្ទះមើលថែកូនរាល់ថ្ងៃខ្ញុំត្រូវសុំលុយគាត់ខ្ញុំធុញណាស់តើអ្នកអាចធ្វើអ្វីបានខ្ញុំអាចធ្វើនំប៉ាវចឹងទៅធ្វើទៅបើមានអ្វីមិនដឹងមកសួរខ្ញុំ